ឥឡូវអ្នកទាំងអស់គ្នាមើលកូដរបស់យើងកន្លែងនេះកន្លែងនេះវាសរសេរថា I am 18 years old មានន័យថាយើងត្រូវចាស់អាតម្លៃ variable ដាក់ចូលកន្លែងហ្នឹងមែនទេឥឡូវយើងអត់ចង់សរសេរអញ្ចឹងឯងយើងចង់សរសេរច្រើនឥឡូវគ្រូបិទអានេះចោលសិន comment ណាគ្រូចង់សរសេរថាធ្វើម៉េចឲ្យ display ទៅដាក់ថាher name is Bopa ណា she is 18 years old ណាគ្រូចង់ធ្វើម៉េចសរសេរកូដដើម្បី display ចេញមកអញ្ចឹងតើណាប៉ុន្តែបើមែនតើទៅឲ្យតម្លៃ Bopa នេះវាត្រូវតែទាញយក name នេះដាក់ចូលហើយ18យកមកដាក់កន្លែងនេះចឹងទេប៉ុន្តែយើងអត់ចង់សរសេរពីរបន្ទាត់ទេយើងចង់សរសេរតែមួយបន្ទាត់ទេបើចង់សរសេរមួយបន្ទាត់យើងប្រកាសជាត្រូវសរសេរបែបនេះហើយ print her name is បាទយើងត្រូវដក clear បន្តិចបាន comma name comma ហើយបានខណ្ឌតាមក្រោយណាហើយ she is បាត់តាគៀប comma អាយុ comma ដក clear បន្តិច years old យើងសរសេរបែបនេះអញ្ចឹងមែនទេអូខេហើយយើង complete save បានភ្លេច full stop មួយណាអូខេអញ្ចឹងយើង save ហើយយើង run ម្ដងទៀតមែនទេអូខេអូកន្លែងនេះដក clear ណាអូខេអត់បញ្ហាប៉ុន្តែវាបញ្ហាមួយថងថាអញ្ចេះបញ្ហាមួយនៅត្រង់ថាអូនេះដក clear ណាអូខេអញ្ចឹងចាស់វាមិនមានបញ្ហាប៉ុន្តែគ្រាន់ថាអញ្ចេះថាអ្វីដែលយើងសរសេរនេះវាត្រូវបិទបើកថ្មិញកដោបិទថ្មិញកដោដាក់តាគៀបអីហូហាអញ្ចឹងវាបិទបើកមើលទៅយើងពិបាកបន្តិចស្មុគស្មាញបន្តិចយើងមានវិធីសរសេរមួយទៀតចាញ់ចឹងដូចគ្នាដែរគេសរសេរបែបនេះគេប្រើ format អញ្ចេះគេសរសេរថា her name is ដាក់អីមួយយ៉ាងមកhe sorry ណា her name is ភាគរយ s ណា full stop she is ភាគរយ d years old ណារួចហើយគេបញ្ជូនតម្លៃមួយគឺអីគេ name comma age មានន័យថាម៉េចមានន័យថា clear នេះគេនឹងបោះចេញមកប៉ុន្តែនៅកន្លែងភាគរយ s នេះគឺនឹងជំនួសដោយ name ហើយកន្លែងភាគរយ d នេះជំនួសដោយ age ប៉ុន្តែយើងត្រូវចាំថាកាលណាភាគរយ s គឺសម្រាប់ទទួល string ទទួលអក្សរយល់ទេហើយភាគរយ d សម្រាប់ទទួលលេខតើណាលេខជាចំនួនគត់ហើយយើងមើលនៅក្នុងនេះវាមានភាគរយ s នេះនៅខាងមុខហើយភាគរយ d នៅខាងក្រោយអញ្ចឹងយើងអានេះវាត្រូវតែគោរពតាមលំដាប់នឹងដែរមានន័យថា name វាបោះទៅខាងមុខ age បោះទៅខាងក្រោយនេះហើយកន្លែងនេះកុំភ្លេចថាstring ដែលយើងនឹងត្រូវ output ភ្ជាប់នឹងអានេះវាត្រូវភ្ជាប់ណាភ្ជាប់នឹង parameter 2នេះមានន័យថាឬក៏ variable 2នេះដែលវាត្រូវបោះចូលទៅតើណាអូខេឥឡូវយើង run សាក់មើលតើវាលទ្ធផលដូចដែលយើងគិតដែរឬទេដូចគ្នា her name is Bopa she is 18 years old អញ្ចឹងមែនទេបាទដូច្នេះមេរៀននេះគេគ្រាន់តែចង់បង្ហាញប្រាប់យើងថាយើងអាចប្រើតាមវិធីនេះក៏បានឬក៏ប្រើតាមវិធីនេះក៏បានបើសិនជាយើងទម្លាប់ហើយយើងចូលចិត្តមួយណាយើងប្រើមួយហ្នឹងយល់អូខេ